របស់ម្នាក់មានបញ្ហាផ្លូវចិត្តគាត់ប្រើវិធីមួយនេះសង្គ្រោះផ្លូវចិត្តរបស់គាត់ឲ្យរីករាយឡើងមកវិញអ្នកណាក៏ចេះជួបបញ្ហាដែរនៅក្នុងជីវិតមួយនេះប៉ុន្តែតើអ្នកចេះប្រើបញ្ហាផ្លូវចិត្តបែបណាដើម្បីឲ្យមានប្រយោជន៍ដល់ខ្លួនឯងព្រោះនៅត្រង់ចំណុចនេះវាជាការបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ថាតើជីវិតរបស់អ្នកមានអនាគតទៅជាបែបណានេះបើតាមលោក Dale Carnegie ជាអ្នកចិត្តសាស្ត្របានជួបនឹងលោក Douglas Marion ដែលធ្លាប់មានបញ្ហាផ្លូវចិត្តហើយក៏មានសមត្ថភាពសង្គ្រោះផ្លូវចិត្តរបស់គាត់ចេញពីវិបត្តិឡើងមកវិញលោក Douglas ជាអ្នកច្នៃប្រឌិតវិទ្យុសញ្ជាតិអាមេរិកកាលពីប្រមាណឆ្នាំមុននេះគាត់បានកើតជំងឺធ្លាក់ទឹកចិត្តដល់0តែម្ដងហើយគ្រោះអាក្រក់របស់គាត់បានកើតចំនួន2ដងលើកទី1គឺលោកបានបាត់បង់កូនស្រីជាទីស្រឡាញ់របស់គាត់ដែលមានអាយុ5ឆ្នាំហើយលើកទី2រយៈពេល10ខែក្រោយមកភរិយារបស់គាត់បានកើតបានកូនស្រីមួយទៀតក៏បានស្លាប់បន្តទៀតដែលកូនស្រីរបស់គាត់បានកើតមកបានតែ5ថ្ងៃប៉ុណ្ណោះបញ្ហាទាំងពីរលើកនេះហើយដែលបានវាយបំបាក់ស្មារតីរបស់លោក Douglas រហូតដេកក៏មិនលក់បាយក៏មិនបានមកពីអារម្មណ៍សោកសៅដក់ជាប់នៅក្នុងចិត្តរហូតហើយលោក Douglas បាននិយាយថាបញ្ហានេះធ្វើឲ្យខ្ញុំទទួលអារម្មណ៍ដូចជារងដុំថ្មសង្កត់ពីលើខ្លួនរបស់ខ្ញុំធ្ងន់រហូតទ្រាំលែងចង់រស់នៅបន្តទៀតលែងបានប៉ុន្តែគាត់មានកូនប្រុសម្នាក់ដែលមានអាយុ4ឆ្នាំកូនប្រុសរបស់គាត់បានស្រែកហៅថាប៉ាជួយធ្វើទូកឲ្យកូនមួយមកគាត់គ្មានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់ដោយសារកូនសុំម្ដងហើយម្ដងទៀតគាត់ក៏យល់ព្រមធ្វើកូនទូកឲ្យកូនគាត់ទៅក្នុងអំឡុងពេលដែលធ្វើកូនទូកតូចមួយនេះគាត់បានចំណាយពេល6ម៉ោងធ្វើរួចហើយគាត់ក៏បានចាប់ភ្លឹកថា6ម៉ោងដែលធ្វើកូនទូកនេះអារម្មណ៍របស់គាត់បានស្ងប់ភ្លេចក្តីទុក្ខសោកពីមុនអស់រលីងគាត់ក៏បែកគំនិតថាចាប់ផ្ដើមជួសជុលទ្វារធ្វើសោនិងធ្វើទ្វាររបងជាដើមត្រឹមតែរយៈពេល2អាទិត្យគាត់បានជួសជុលរបស់ខូច242មុខឯណោះហើយគាត់ក៏បន្តច្នៃប្រឌិតរបស់ថ្មីបន្ថែមទៀតនេះចង់បញ្ជាក់ថាពេលអ្នកមានបញ្ហាផ្លូវចិត្តកុំព្យាយាមអង្គុយនៅស្ងៀមស្ងាត់អោបបញ្ហាអីអ្នកត្រូវតែរកកិច្ចការអ្វីមួយដើម្បីធ្វើឲ្យអារម្មណ៍នឹងការគិតរវល់នឹងកិច្ចការហើយអ្នកក៏គ្មានពេលអង្គុយកើតទុកដែរការលោក Douglas កើតជំងឺផ្លូវចិត្តនេះគាត់បានទៅជួបគ្រូពេទ្យចិត្តសាស្ត្រផងនិងលេបថ្នាំងុយគេងផងតែជាលទ្ធផលនៅតែមានបញ្ហាផ្លូវចិត្តដដែលរហូតគាត់សម្រេចចិត្តធ្វើកូនទូកតូចឲ្យកូននេះធ្វើឲ្យអារម្មណ៍របស់គាត់ចាប់ផ្ដើមស្ងប់ជៀសវាងពីបញ្ហាផ្លូវចិត្តបានយ៉ាងល្អបំផុតការដែលគាត់មានបញ្ហាផ្លូវចិត្តនោះមកពីអារម្មណ៍របស់គាត់ផ្ដោតទៅលើបញ្ហានិងគាត់ទំនេរច្រើនពេក